ខ្ញុំឈ្មោះសាលមានអាយុ22ឆ្នាំខ្ញុំមានប្រពន្ធម្នាក់ដែលកំពុងមានផ្ទៃពោះប្រមាណ5ខែដោយស្ថានភាពហិរញ្ញវត្ថុនិងកលៈទេសៈយើងបានសម្រេចចិត្តទៅរស់នៅផ្ទះចាស់របស់ម្ដាយក្មេកដែលបានស្លាប់ចោលអស់ជាង1ឆ្នាំផ្ទះនោះស្ថិតនៅជាយក្រុងក្បែរមាត់ទន្លេពេលខ្ញុំមកដល់ដំបូងមានអារម្មណ៍ដូចជាប្លែកពោពេញទៅដោយភាពត្រជាក់ស្រទន់ដែលមិនអាចបញ្យល់បានទោះបីជាផ្ទះរបស់ម្ដាយក្មេកខ្ញុំធំតែវាជាផ្ទះបុរាណស្ងប់ស្ងាត់ហើយមានដើមឈើធំនៅក្បែរធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចជាខ្លាចអ្វីមួយយ៉ាងយប់ដំបូងដែលខ្ញុំមកដល់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំរៀបចំគ្រែគេងនៅបន្ទប់ធំជិតបង្អួចនៅម៉ោងប្រហែល1យប់ខ្ញុំបានឮសំឡេងស្រទន់ត្រទន់ដូចជាមាននរណាម្នាក់និយាយពីចុងផ្ទះកូនកុំភ្លេចម៉ែនៅទីនេះខ្ញុំភ្ញាក់ឡើងភ្លាមបេះដូងចាប់ផ្ដើមញ័រខ្ញុំក៏លេចមើលប្រពន្ធរបស់ខ្ញុំគាត់កំពុងដេកស្ងៀមស្ងាត់មិនបាននិយាយអីនោះទេខ្ញុំចាប់ផ្ដើមកកកថាវាអាចជាការស្រមៃប៉ុន្តែខ្ញុំមានអារម្មណ៍ត្រជាក់ព្រឺរោមនិងប្លែកថ្ងៃបន្ទាប់ខ្ញុំបានដើរមើលនៅក្នុងផ្ទះហើយក៏បានឃើញបន្ទប់តូចមួយដែលប្រហែលជាបិទអស់រយៈពេលយូរមកហើយនៅក្នុងបន្ទប់មានរូបថតចាស់របស់ម្ដាយក្មេករបស់ខ្ញុំរូបរបស់គាត់ហាក់មានសភាពថ្មីនិងដូចជារូបមនុស្សរស់អញ្ចឹងស្លៀកអាវពណ៌សញញឹមស្រទន់នៅមានអាយុប្រហែល32ឆ្នាំប៉ុណ្ណោះពេលខ្ញុំកាន់រូបថតមើលមានអារម្មណ៍ដូចជាមានភ្នែកនរណាម្នាក់កំពុងមើលខ្ញុំពីក្រោយខ្នងខ្ញុំបានជូនសម្អាតរូបថតរួចហើយយកទៅដាក់នៅកន្លែងដើមវិញយប់បន្ទាប់ខ្ញុំភ្ញាក់ព្រឺតដោយមានសំឡេងអ្វីកំពុងបើកបិទទ្វារខ្ញុំក៏ក្រោកទៅមើលទាំងដែលក្នុងផ្ទះងងឹតឈឹងមានតែពន្លឺភ្លើងចាំងចូលមកតាមចន្លោះទ្វារតែប៉ុណ្ណោះនៅជុំបន្ទប់ក្បែរបង្អួចមានស្រីម្នាក់ឈរបែរខ្នងស្លៀករ៉ូបពណ៌សសក់វែងហើយមិននិយាយអ្វីសោះខ្ញុំមានអារម្មណ៍ដូចជាមិនស្រួលហើយព្រឺរោមពេលនាងបែរមុខមកខ្ញុំស្គាល់ភ្លាមថាជាខ្មោចម្ដាយក្មេករបស់ខ្ញុំភ្នែកគាត់ពោពេញទុកសោកគាត់បាននិយាយស្រទន់ថាកូនកុំភ្លេចម៉ែនៅទីនេះខ្ញុំរត់ចូលបន្ទប់បិទទ្វារយ៉ាងលឿនដល់ថ្នាក់ប្រពន្ធខ្ញុំភ្ញាក់ឡើងតែខ្ញុំមិនបានប្រាប់ប្រពន្ធខ្ញុំទេព្រោះខ្លាចនាងខ្លាចនិងនាងកំពុងមានផ្ទៃពោះខងចាប់តាំងពីថ្ងៃនោះមករាល់យប់តែងតែមានរឿងចម្លែកកើតឡើងនៅតាមកញ្ចក់មានអក្សរកុំភ្លេចម៉ែសំឡេងជាងស្រាលដើរតាមពីក្រោយខ្ញុំរហូតក្លិនផ្កាត្រអូបដែលខ្ញុំបានស្គាល់ថាជាក្លិនទឹកអប់របស់ម្ដាយក្មេកដោយសារតែគ្មានជំរឿទើបខ្ញុំទ្រាំនៅបន្តទៀតថ្ងៃមួយខ្ញុំបានឃើញសៀវភៅកំណត់ហេតុមួយក្បាលនៅក្នុងទូមានអក្សរម្ដាយក្មេករបស់ខ្ញុំបានសរសេរថាខ្ញុំរស់ក្នុងភាពឯកកាក្នុងផ្ទះធំខ្ញុំស្រឡាញ់អ្នកណាស់ហេតុអ្វីអ្នកទុកខ្ញុំចោលគ្មាននរណាយល់អារម្មណ៍ខ្ញុំនោះទេប្រសិនបើខ្ញុំស្លាប់ខ្ញុំនឹងនៅទីនេះចាំអ្នករហូតខ្ញុំមានចម្ងល់ថាតើនាងស្រឡាញ់ឪពុកខ្ញុំឬស្រឡាញ់ខ្ញុំផ្ទាល់កំណត់ហេតុនោះពោពេញទៅដោយអត្ថាកំបាំងយប់មួយខ្ញុំឮសំឡេងយំដូចមុនខ្ញុំក៏ដើរចេញទៅមើលក៏បានឃើញខ្មោចម្ដាយក្មេករបស់ខ្ញុំអង្គុយក្បែររូបថតហូរទឹកភ្នែកហើយនិយាយមកកាន់ខ្ញុំថាកូនកុំឲ្យប្រពន្ធកូនស្រក់ទឹកភ្នែកដូចម៉ែទេកុំធ្វើបាបនាងកុំសាក់ណាពេលនោះទើបខ្ញុំដឹងថាខ្មោចម្ដាយក្មេករបស់ខ្ញុំមិនមែនមកដើម្បីធ្វើបាបខ្ញុំទេតែមកដើម្បីប្រាប់ខ្ញុំឲ្យចេះមើលថែប្រពន្ធកុំឲ្យដូចប្តីរបស់គាត់ក្រោយមកប្រពន្ធខ្ញុំឈឺពោះយ៉ាងខ្លាំងតែខ្ញុំមិនមានប្រាក់នោះទេខ្ញុំភ័យខ្លាំងណាស់ហើយមិនដឹងត្រូវធ្វើដូចម្ដេចនៅពេលនោះខ្ញុំនឹកឃើញម្ដាយក្មេកក៏អ៊ុតធូបប្រាប់គាត់ឲ្យជួយថែរក្សាប្រពន្ធនិងចៅផងពេលនោះរូបថតម្ដាយក្មេកខ្ញុំក៏ជ្រុះទៅ
ហើយខ្ញុំក៏អោនរើរូបថតនោះពេលនោះខ្ញុំក៏បានឃើញចិញ្ចៀនមួយវងពេលខ្ញុំយកទៅសួរប្រពន្ធខ្ញុំគាត់ថាជារបស់ម្ដាយនាងដោយសារតែគ្មានប្រាក់សម្រាប់ទៅពេទ្យខ្ញុំនិងប្រពន្ធបានអ៊ុតធូកសុំប្រលឹងម្ដាយក្មេកយកចិញ្ចៀននោះទៅបញ្ចាំសិនដើម្បីដោះទាល់មួយគ្រាចាប់ពីថ្ងៃនោះមកម្ដាយក្មេកមិនបានបង្ហាញទូឲ្យខ្ញុំឃើញទៀតទេតែពេលខ្លះខ្ញុំឮសំឡេងស្រទន់នៅក្នុងផ្ទះឬឃើញភ្លើងស្រទន់តាមជ្រុងបន្ទប់និងក្លិនក្រអូបយប់ដែលប្រពន្ធខ្ញុំសម្រាលកូនខ្ញុំឃើញព្រលឹងគាត់ឈរនៅចុងគ្រែគាត់ញញឹមហើយប្រាប់ខ្ញុំថាម៉ែសុំផ្ដាំម្ដងទៀតកុំធ្វើបាបកូនម៉ែបន្ទាប់មកគាត់ក៏បាត់ទៅដោយទុកអារម្មណ៍សោកសៅនិងភាពកក់ក្ដៅក្នុងចិត្តខ្ញុំសម្បត្តិក្នុងចិត្តថាខ្ញុំនឹងថែរក្សាប្រពន្ធនិងកូនឲ្យបានល្អមិនឲ្យកើតឡើងដោយអតីតកាលរបស់ម្ដាយក្មេកនោះទេ